ព្រះច័ន្ទភ្លឺចាំងមកកាត់មែកឈើចុះមកលើក្រុមសិស្សវិទ្យាល័យអន្លង់ថ្មទាំង4នាក់ដែលនៅតែដើរលេងកម្សាន្តរហូតដល់ភ្លេចពេលវេលានៅជិតទីបញ្ចុះសពចាស់មួយនៅចុងភូមិសាក់ជាក្មេងប្រុសខ្ពស់ដែលហ៊ានក្លាហានបំផុតក្នុងចំណោមពួកគេបាននាំមិត្តភ័ក្តិរបស់គាត់គឺឧត្តមកុលាបនិងពិសីចូលមកជិតរបងទីបញ្ចុះសពដោយប្រាប់ថាគាត់ចង់សាក់លបងលេងកែវអញ្ជើញវិញ្ញាណតាមរឿងដែលតាអៀនធ្លាប់ប្រាប់កុលាបនិងពិសីញាប់ញ័រទាំងពីរនាក់ប៉ុន្តែមិនហ៊ានបដិសេធមេក្រុមរបស់ពួកគេឡើយដោយសារតែពួកគេខ្លាចគេចាត់ទុកថាកំសាកខ្យល់ត្រជាក់បក់បោកបន្លឺសំឡេងដូចជាខ្មោចកំពុងយំយ៉ាងសន្ធោសន្ធៅធ្វើឲ្យពិសីតោងដៃកុលាបយ៉ាងតឹងហើយខ្សឹបប្រាប់ថាចង់ត្រឡប់ទៅផ្ទះវិញប៉ុន្តែសាក់បានងាកមកញញឹមដាក់នាងហើយនិយាយថាគ្មានអ្វីគួរឲ្យខ្លាចទេឧត្តមដែលឆ្លាតជាគេបានដាក់ក្តារអញ្ជើញវិញ្ញាណចុះលើដីហើយរៀបចំធូបសែននិងទានពិធីយ៉ាងប្រយ័ត្នប្រយែមដោយបានចាំច្បាស់នៅគ្រប់ជំហានដែលតាអៀមបានប្រាប់តាអៀមជាគ្រូអាគមចាស់ប្រចាំភូមិដែលរស់នៅក្នុងផ្ទះឈើចាស់មួយនៅចុងភូមិជាអ្នកចេះមន្តអាគមនិងការបណ្ដេញវិញ្ញាណតាំងពីក្មេងគាត់ធ្លាប់ប្រាប់ចៅៗក្នុងភូមិថាកាលពីដើមឪពុករបស់គាត់ក៏ធ្លាប់លេងកែវអញ្ជើញវិញ្ញាណនៅទីបញ្ចុះសពនេះដែរប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ព្រោះបើធ្វើខុសច្បាប់ម្ដងវិញ្ញាណអាចចូលសន្ធិដ្ឋក្នុងខ្លួនបានគាត់បានបង្ហាញឧត្តមពីរបៀបរៀបចំពិធីដោយចាប់ផ្ដើមពីការបំភ្លឺទៀននិងធូបសែនរួចអញ្ជើញវិញ្ញាណក្នុងស្មសានឲ្យមកសន្ធិដ្ឋក្នុងកែវបន្ទាប់មកត្រូវយកកែវមកដាក់លើក្តារអញ្ជើញវិញ្ញាណហើយចុចម្រាមដៃទាំងអស់ឲ្យជាប់នឹងកែវកុំឲ្យរអិលដាច់បើមិនដូច្នោះទេវិញ្ញាណអាក្រក់នឹងចូលមកក្នុងខ្លួនជាមិនខានតាអៀមបានប្រមានយ៉ាងមើងម៉ាត់ថារឿងនេះមិនមែនជាល្បែងកំសាន្តទេហើយបើពួកគេមិនជឿទេឲ្យទៅសួរអ្នកស្រុកចាស់ៗដែលធ្លាប់ឃើញអំពើរបស់វិញ្ញាណយាយអន្តការយាយអន្តការគឺជាវិញ្ញាណស្រីចំណាស់មួយដែលធ្លាប់រស់នៅក្នុងភូមិនេះកាលពីរាប់រយឆ្នាំមុនប៉ុន្តែត្រូវបានគេបណ្ដេញចេញពីភូមិដោយសារតែនាងប្រើមន្តអាគមខ្មៅធ្វើបាបអ្នកភូមិបន្ទាប់ពីនាងស្លាប់ទៅគេបានបញ្ចុះសពនាងនៅជ្រុងម្ខាងនៃស្មសាននេះហើយគ្មានអ្នកណាហ៊ានចូលមកជិតទេព្រោះគេជឿថាវិញ្ញាណរបស់នាងនៅតែសងសឹកអ្នកដែលមករំខានដល់ទីស្ងប់ស្ងាត់របស់នាងរឿងនេះត្រូវបានគេបន្សល់ទុកជារឿងព្រេងដែលគេហាមមិនឲ្យនិយាយពេលយប់ប៉ុន្តែសាក់និងឧត្តមមិនដែលជឿរឿងទាំងនេះទេដោយគិតថាវាគ្រាន់តែជារឿងប្រាប់ក្មេងៗឲ្យខ្លាចប៉ុណ្ណោះយប់នេះពួកគេបានសម្រេចចិត្តថានឹងបង្ហាញកុលានិងពិសីថាគ្មានអ្វីត្រូវខ្លាចនោះទេហើយថាកែវអញ្ជើញវិញ្ញាណគឺគ្រាន់តែជាល្បែងមួយដែលគ្មានគ្រោះថ្នាក់អ្វីឡើយពិធីបានចាប់ផ្ដើមឡើងនៅពេលដែលឧត្តមបានបំភ្លឺធូបសែនហើយអញ្ជើញវិញ្ញាណទាំងអស់ក្នុងស្មសានឲ្យមកសន្ធិដ្ឋក្នុងកែវគាត់បានដាក់កែវចុះលើក្តារហើយឲ្យអ្នកទាំងអស់គ្នាចុចម្រាមដៃលើកែវនោះរួចសួរសំណួរដំបូងថាតើមានវិញ្ញាណណានៅទីនេះទេស្រាប់តែកែវចាប់ផ្ដើមរើដោយខ្លួនឯងធ្វើឲ្យពិសីស្រែកយំឡើងហើយស្ទើរតែដកម្រាមដៃចេញពីកែវប៉ុន្តែឧត្តមបានស្រែកហាមឃាត់ឲ្យនាងទប់ចិត្តឲ្យបានកែវបានរំកិលយឺតទៅកាន់អក្សរមួយបន្ទាប់ពីអក្សរមួយទៀតរហូតដល់ប្រកបចេញជាឈ្មោះយាយអន្តការដែលធ្វើឲ្យសាក់មានការរំភើបយ៉ាងខ្លាំងព្រោះគាត់គិតថាល្បែងនេះដំណើរការដោយជោគជ័យប៉ុន្តែកុលានិងពិសីមានមុខស្លេកដូចក្រដាសដោយសារតែពួកគេដឹងច្បាស់ថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានរុញកែវនោះទេស្រាប់បានសួរសំណួរបន្តទៀតដោយភាពក្លាហានដោយសួរថាតើយាយអន្តការចង់បានអ្វីពីពួកគេកែវបានរំកិលទៅពាក្យមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាតក់ស្លុតយ៉ាងខ្លាំងគឺពាក្យថាស៊ីអ្នកទាំងអស់គ្នាកុលាបមិនអាចទ្រាំទ្របានទៀតទេនាងបានស្រែកឡើងថាមិនចង់លេងទៀតទេហើយក៏ដកម្រាមដៃចេញពីកែវភ្លាមដែលបណ្ដាលឲ្យកែវផ្ងាឡើងហើយផ្សែងធូបក៏បក់បោកចូលមកក្នុងខ្លួនរបស់នាងយ៉ាងកក្រឹកកក្រែងកុលាបបានប្រកាច់ដោយកម្លាំងយ៉ាងខ្លាំងមុនពេលដួលសន្លប់ទៅនៅនឹងដីធ្វើឲ្យសាក់ភ័យរន្ធត់ឈរមិនរើឯឧត្តមដែលមានស្មារតីល្អបំផុតក៏ប្រញាប់ប្រញាល់ទៅជួយកុលាបរួចបញ្ជាឲ្យអ្នកទាំងអស់គ្នាចាក់ចេញពីស្មសាននេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅព្រឹកបន្ទាប់សាក់បានទៅសាលារៀនដូចធម្មតាប៉ុន្តែមុខរបស់គាត់មើលទៅមិនសូវភ្លឺថ្លាដូចរាល់ថ្ងៃទេដោយសារតែគាត់នឹកឃើញរឿងយប់មិញរហូតមកដល់ពេលនេះគាត់បានជួបពិសីនៅមុខសាលាហើយបានសួរពីកុលាបថាតើនាងមានសភាពបែបណាខ្លះពិសីបានឆ្លើយថាកុលាបឈឺដោយគ្រុនក្តៅពេញមួយយប់
ប៉ុន្តែរឿងចម្លែកនោះគឺនាងតែងតែឃ្លានអាហារពេញមួយយប់ប៉ុន្តែពេលឲ្យនាងញ៉ាំអ្វីមួយនាងបដិសេធមិនព្រមញ៉ាំហើយម្ដាយរបស់នាងក៏បានចាក់សោបន្ទប់ឲ្យនាងនៅម្នាក់ឯងដែរសាក់មានអារម្មណ៍មិនស្រួលខ្លួនយ៉ាងខ្លាំងដោយគិតថាអាចមានអ្វីខុសប្រក្រតីកើតឡើងចំពោះកុលាបដូច្នេះគាត់បានសម្រេចចិត្តថានឹងទៅលេងផ្ទះនាងនៅពេលល្ងាចបន្ទាប់ពីរៀនចប់នៅពេលសាក់ទៅដល់ផ្ទះកុលាបអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែកុលាបបានដើរចេញមកលើយ៉រផ្ទះប៉ុន្តែមុខរបស់នាងមានស្នាមញញឹមគួរឲ្យខ្លាចរហូតដល់សាក់មានអារម្មណ៍ញាក់ពេញខ្លួនគាត់បានស្រែកសួរថាតើនាងឈឺទេប៉ុន្តែកុលាបមិនបានឆ្លើយតបទេគ្រាន់តែបញ្ចេញស្នាមញញឹមដ៏គួរឲ្យខ្លាចនោះដដែលហើយសម្លឹងមកគាត់ដោយភ្នែកគ្មានពន្លឺមុនពេលដែលសាក់អាចសួរអ្វីបន្ថែមទៀតស្រាប់តែមាននរណាម្នាក់ស្រែកយ៉ាងខ្លាំងពីខាងក្រោយថាសាក់ឧត្តមស្លាប់ហើយសាក់បែរទៅមើលឃើញឪពុករបស់ឧត្តមកំពុងរត់មករកគាត់ដោយទឹកមុខស្រពោនហើយគាត់មិនអាចជឿត្រចៀករបស់គាត់បានទេថាមិត្តល្អបំផុតរបស់គាត់ដែលទើបតែបានជួបកាលពីម្សិលមិញបានស្លាប់ទៅហើយសាក់បានរត់ទៅផ្ទះឧត្តមភ្លាមហើយពេលទៅដល់គាត់បានឃើញសាកសពរបស់ឧត្តមដែលស្ថិតក្នុងសភាពគួរឲ្យភ័យខ្លាចបំផុតដោយតំបន់ពោះនិងទ្រូងរបស់គាត់ត្រូវបានហែកចេញអស់មួយដុំធំហើយសរីរាង្គខាងក្នុងស្ទើរតែបាត់ទាំងស្រុងគាត់បានយំសោកយ៉ាងខ្លោចផ្សាមុនពេលដែលស្រាប់តែមានសម្លេងសើចដ៏គួរឲ្យញាក់សាច់បន្លឺចេញពីមុខផ្ទះហើយគាត់បានងាកទៅមើលឃើញថាកុលាបកំពុងឈរនៅមាត់របងជាមួយនឹងកែវនិងក្តារអញ្ជើញវិញ្ញាណនៅក្នុងដៃហើយកំពុងញញឹមដាក់គាត់យ៉ាងអាក្រក់សាក់មានការរំភើបយ៉ាងខ្លាំងដោយគិតថាឧត្តមមិនទាន់ស្លាប់ទេហើយគាត់បានប្រញាប់ប្រញាល់រត់ទៅរកកុលាបប៉ុន្តែស្រាប់តែមានសម្លេងស្រែកហាមឃាត់យ៉ាងខ្លាំងពីខាងក្រោយគឺតាអ៊ីមបានស្រែកប្រាប់សាក់ឲ្យត្រឡប់មកវិញភ្លាមប៉ុន្តែមុនពេលដែលគាត់និយាយចប់រាងកាយរបស់កុលាបក៏បានផ្លាស់ប្ដូរទៅជាស្ត្រីចំណាស់ម្នាក់ដែលមានសក់សបោះរបោយភ្នែកក្រហមឆ្អៅនិងស្នាមញញឹមដ៏គួរឲ្យភ័យខ្លាចនាងបានសោកយ៉ាងខ្លាំងហើយបាត់ទៅក្នុងភាពងងឹតភ្លាមធ្វើឲ្យសាក់ញាប់ញ័រទាំងខ្លួនតាអ៊ីមបានដកកាំបិតចេញពីចង្កេះហើយរត់តាមនាងភ្លាមដោយប្រាប់សាក់ថាវិញ្ញាណនោះគឺយាយអន្តកាដែលគាត់ធ្លាប់បានបណ្ដេញកាលពីវ័យក្មេងប៉ុន្តែគាត់មិននឹកស្មានថាវានឹងកើតជាថ្មីម្ដងទៀតទេតាអ៊ីមនិងសាក់បានប្រញាប់ប្រញាល់ទៅផ្ទះកុលាបវិញហើយនៅពេលដែលពួកគេបើកទ្វារចូលទៅពួកគេបានឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចមួយគឺកុលាបកំពុងអង្គុយស៊ីសាច់ស្រស់យ៉ាងស្វាហាប់ដោយមិនអើពើនឹងឪពុកម្ដាយរបស់នាងដែលកំពុងឈរមើលដោយភ្នែកកក្រែងតាអ៊ីមបានស្រែកឡើងថាគាត់នឹងមិនអនុញ្ញាតឲ្យយាយអន្តកាបន្តស៊ីប្រលឹងមនុស្សទៀតទេហើយគាត់ក៏បានសូត្រមន្តអាគមយ៉ាងខ្លាំងមុនពេលលោតទៅចុចកាំបិតទៅលើថ្ងាសរបស់កុលាបបានស្រែកយ៉ាងខ្លាំងដូចជាសត្វដេរិឆានហើយប្រជ្រុយខ្លួនប្រាណយ៉ាងសន្ធោសន្ធៅមុនពេលដួលសន្លប់ទៅតាអ៊ីមបានបញ្ជាឲ្យគេនាំកុលាបទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមហើយសាក់បានសម្លឹងមើលរថយន្តដឹកកុលាបចេញទៅដោយក្តីបារម្ភប៉ុន្តែភ្លាមនោះគាត់ក៏បានឃើញវិញ្ញាណយាយអន្តកាកំពុងអង្គុយនៅខាងក្រោយរថយន្តហើយញញឹមដាក់គាត់យ៉ាងអាក្រក់នៅព្រឹកបន្ទាប់សាក់បានឮដំណឹងសោកនាដកម្មមួយទៀតគឺឪពុកម្ដាយរបស់កុលាបត្រូវបានសម្លាប់ក្នុងគ្រោះថ្នាក់ចម្លែកមួយប៉ុន្តែរាងកាយរបស់កុលាបមិនត្រូវបានគេឃើញនៅកន្លែងកើតហេតុទេសាក់បានដើរចូលទៅក្នុងស្មោះសានភ្នំស្ងាត់តែម្នាក់ឯងនៅរសៀលថ្ងៃនោះដើម្បីយកក្តារអញ្ជើញវិញ្ញាណនិងវត្ថុផ្សេងដែលនៅសេសសល់ពីយប់មិញមកបំផ្លាញចោលដោយខ្លាចថានរណាម្នាក់នឹងរកឃើញហើយមកលេងល្បែងនេះទៀតនៅពេលដែលគាត់ទៅដល់កន្លែងដែលពួកគេបានធ្វើពិធីនៅយប់នោះគាត់បានឃើញរូបរាងរបស់កុលាបកំពុងឈរនៅទីនោះដោយមានស្នាមញញឹមដដែលហើយនាងបានលើកដៃឡើងដើម្បីអញ្ជើញគាត់ឲ្យចូលទៅជិតសាក់មានអារម្មណ៍ថាជើងរបស់គាត់ដូចជាត្រូវបានគេចាក់ឫសជាប់នឹងដីហើយគាត់មិនអាចរត់ចេញបានទេដោយសារតែភ្នែករបស់យាយអន្តកាកំពុងសម្លឹងមកគាត់ដោយថាមពលដ៏អាតកំបាំងមួយគាត់បានឮសំឡេងខ្សឹបប្រាប់គាត់ថាកុំគិតថាអ្នកអាចគេចចេញពីខ្ញុំបានទេខ្ញុំនឹងតាមប្រមាញ់អ្នករហូតដល់អ្នកក្លាយជាអាហាររបស់ខ្ញុំសាក់បានស្រែកឡើងដោយក្តីភ័យខ្លាចហើយរត់ចេញពីស្មោះសាននោះយ៉ាងប្រញាប់ប្រញាល់ប៉ុន្តែគាត់ដឹងច្បាស់ថាយាយអន្តកានឹងមិនបោះបង់គាត់យ៉ាងងាយនោះទេគាត់បានរត់ទៅផ្ទះតាអ៊ីមភ្លាមហើយប្រាប់គាត់ពីអ្វីដែលគាត់បានឃើញតាអ៊ីមបានអង្គុយស្ងៀមមួយសន្ទុះមុនពេលងើបមុខឡើងដោយទឹកមុខធ្ងន់ធ្ងរហើយប្រាប់សាក់ថាមានតែមធ្យោបាយមួយគត់ដើម្បីកម្ចាត់យាយអន្តកា
គឺត្រូវស្វែងរកឆ្អឹងរបស់នាងដែលកប់នៅក្រោមដើមឈើធំមួយនៅកណ្ដាលស្មសានហើយដុតវាចោលឲ្យផេះបាទតើសាក់នឹងអាចស្វែងរកឆ្អឹងរបស់យាយអន្តកាបានទេតើគាត់នឹងរួចផុតពីបណ្ដាសាររបស់នាងឬក៏គាត់នឹងក្លាយជាជនរងគ្រោះបន្ទាប់សូមតាមដានចប់នៅភាគបន្ទាប់ប្រេងម៉ាស៊ីនអ៊ីដេមីស៊ូបានរៀបចំរឿងនេះឡើងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តប្រសិនបើអ្នកមានរឿងគួរឲ្យចាប់អារម្មណ៍ដែលចង់ឲ្យយើងខ្ញុំយកមកធ្វើជាគំរូជីវចលអ្នកអាចផ្ញើមកកាន់ទំព័រ Facebook របស់កំណត់ហេតុអាចកំបាំងបានកុំភ្លេចចុចចូលចិត្តនិងតាមដានយើងខ្ញុំនៅលើ Facebook និង YouTube ដើម្បីកុំឲ្យអ្នកខកខានវីដេអូថ្មីៗនិងផ្ដល់កម្លាំងចិត្តដល់ក្រុមការងារក្នុងការបន្តផលិតវីដេអូទៀត